ចំណងជើងរឿងពេញតែពាក់កណ្ដាលនឹងការជ្រើសរើសនៃចិត្តមានបុរសពីរនាក់កំពុងធ្វើដំណើរឆ្លងកាត់វាលខ្សាច់ដ៏ក្តៅហែងម្នាក់ឈ្មោះផឹកដីនិងម្នាក់ទៀតឈ្មោះវិបុលអ្នកទាំងពីរហត់នឿយនិងស្រេកទឹកជាខ្លាំងពួកគេដើររហូតដល់បានជួបនឹងខ្ទមតូចមួយដែលមានទឹកតែមួយពែងគត់ដាក់នៅលើវិបុលនៅពេលឃើញពែងតែភ្លាមគាត់ក៏ស្រែកធ្ងូដោយភាពខកចិត្តថាអូហេតុអ្វីបានជាមានទឹកតែពាក់កណ្ដាលពែងបែបនេះវាមិនអាចជួយឲ្យខ្ញុំបាត់ស្រេកទឹកបានឡើយជីវិតខ្ញុំពិតជាអភ័ព្វណាស់គាត់អង្គុយចុះទាំងទឹកមុខស្រពោននិងអស់សង្ឃឹមចំណែកផឹកដីវិញនៅពេលឃើញពែងតែដែលនោះគាត់ញឹមយ៉ាងស្រស់ស្រាយរួចនិយាយថាអស្ចារ្យណាស់ក្នុងវាលខ្សាច់ដ៏ក្តៅនេះខ្ញុំនៅតែសំណាងមានទឹកតែពាក់កណ្ដាលពែងសម្រាប់ជួយជីវិតនេះគឺជាថាមពលដែលជួយឲ្យខ្ញុំបន្តដំណើរទៅមុខទៀតបានគាត់ផឹកទឹកតែនោះដោយក្តីរីករាយនិងបន្តដំណើរទៅមុខទៀតដោយភាពជឿជាក់លទ្ធផលគឺផឹកដីអាចដើរទៅដល់អូអាស៊ីសវេសេសនិងរួចជីវិតខណៈដែលវិបុលអស់កម្លាំងចិត្តនិងដេកស្លាប់នៅក្បែរពែងតែនោះដោយសារតែភាពអវិជ្ជមានរបស់ខ្លួនមហាប្រៃម្នាក់ដែលបានដឹងរឿងនេះបានពោលថាក្នុងជីវិតសុភមង្គលមិនមែនស្ថិតនៅលើអ្វីដែលយើងមាននោះទេប៉ុន្តែវាស្ថិតនៅលើរបៀបដែលយើងមើលទៅលើអ្វីដែលយើងមានចិត្តដែលពោរពេញដោយការដឹងគុណនិងធ្វើឲ្យរបស់តិចតួចក្លាយជាអ្វីដែលអស្ចារ្យចំណុចសម្រាប់វិភាគពែងតែពាក់កណ្ដាលតំណាងឲ្យស្ថានភាពជីវិតជាក់ស្ដែងដែលតែងតែមានទាំងខ្វះខាតនិងលើសលប់វិបុល pessimist ជានិមិត្តរូបនៃមនុស្សដែលមើលឃើញតែចំណុចខ្វះខាតរហូតបាត់បង់ឱកាសផឹកដី optimist តំណាងឲ្យមនុស្សដែលមើលឃើញតម្លៃនៃអ្វីដែលមានហើយយកវាជាកម្លាំងចលករ Atonomat perception តើពិភពលោកពិតជាអាក្រក់ឬមកពីចិត្តយើងមើលឃើញវាអាក្រក់